សួស្តីប្រិយមិត្តថ្ងៃមុនយើងខ្ញុំលើកយកប្រធានបទមួយមកចែករំលែកទុកជាចំណេះដឹងក្នុងការស្វែងរកអត្ថន័យជីវិតដល់អ្នកទាំងអស់គ្នានោះគឺជំនាញជីវិតភាគ2ថ្ងៃនេះយើងខ្ញុំនឹងនាំមកនៅប្រធានបទថ្មីមួយទៀតមកបកស្រាយគឺតើអ្វីទៅជាជំនាញសំខាន់ៗក្នុងជីវិតជំនាញជីវិតភាគ3ដូច្នេះជំនាញសំខាន់ៗក្នុងជីវិតបានពន្យល់លម្អិតដូចខាងក្រោម1ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព2ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព3ការគ្រប់គ្រងហិរញ្ញវត្ថុជាមូលដ្ឋាន4ការគ្រប់គ្រងស្ថានភាពតានតឹងនិងអារម្មណ៍5ការគិតប្រកបដោយការវិភាគវិជ្ជាញាណ6ការអភិវឌ្ឍជំនាញបច្ចេកវិទ្យាជំនាញជីវិតសំខាន់ៗសម្រាប់ការរស់នៅប្រកបដោយជោគជ័យការរស់នៅក្នុងសង្គមសម័យទំនើបនេះតម្រូវឲ្យយើងមានជំនាញជីវិតច្រើនប្រភេទដើម្បីប្រឈមនឹងបញ្ហាប្រឈមផ្សេងៗនិងសម្រេចបាននូវគោលដៅក្នុងជីវិតជំនាញទាំងនេះមិនមែនជាអ្វីដែលយើងកើតមកមានស្រាប់ទេគឺត្រូវបានសិក្សាអនុវត្តនិងអភិវឌ្ឍតាមពេលវេលា1ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពការគ្រប់គ្រងពេលវេលាដ៏ល្អគឺជាមូលដ្ឋានសំខាន់នៃជោគជ័យក្នុងគ្រប់វិស័យក្នុងនឹងពិភពលោកដែលពោរពេញដោយការរំខាននិងភារកិច្ចជាច្រើនយើងចាំបាច់ត្រូវតែចេះកំណត់អាទិភាពនិងចែកចាយពេលវេលាយ៉ាងឆ្លាតវៃការបង្កើតកាលវិភាគប្រចាំថ្ងៃដែលមានលក្ខណៈប្រកបដោយភាពវ៉ាដៃនិងចុះបញ្ជីកិច្ចការដែលត្រូវបំពេញអាចជួយយើងរក្សាការផ្ដោតអារម្មណ៍និងសម្រេចបាននូវគោលដៅរយៈពេលខ្លីនិងរយៈពេលវែងការយល់ដឹងអំពីផលប៉ះពាល់នៃការពន្យាដោយនិងរបៀបដែលវាកំពុងបំផ្លែងផែនការរបស់យើងគឺមានសារៈសំខាន់ណាស់ការបង្កើតនិយមវិធីសម្រាប់ទប់ទល់នឹងការពន្យាដោយដូចជាការប្រើប្រាស់បច្ចេកទេស Pomodoro ឬការបែងចែកកិច្ចការធំៗជាកិច្ចការតូចៗអាចជួយយើងមានផលិតភាពកាន់តែខ្ពស់2ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពការទំនាក់ទំនងដ៏ពូកែនោះគឺជាកង្វះដែលបើកទ្វារនៃឱកាសជាច្រើនក្នុងជីវិតការស្ដាប់ដោយយកចិត្តទុកដាក់គឺជាម្នាក់ដំបូងនៃការទំនាក់ទំនងដ៏ល្អនេះមិនមែនគ្រាន់តែការស្ងៀមស្ងាត់រង់ចាំពេលមួយដើម្បីនិយាយទេគឺត្រូវការយល់ដឹងពីបន្ទុកអារម្មណ៍និងប្រធានបទដែលអ្នកនិយាយកំពុងព្យាយាមប្រាប់យើងទៀតការបង្ហាញមតិនិងយោបល់ផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់និងសមរម្យត្រូវការជំនាញក្នុងការជ្រើសយកពាក្យសម្ដីនិងសម្ដីប្រសាសន៍ប្រកបដោយការរវាក់ការសិក្សាអំពីរបៀបបង្ហាញមតិរិះគន់ឲ្យក្លាយជាមតិកែលម្អនិងការដោះស្រាយទំនាស់ដោយវិធីសន្តិវិធីគឺមានតម្លៃក្នុងទំនាក់ទំនងរបស់យើងទាំងផ្ទាល់ខ្លួននិងការងារ3ការគ្រប់គ្រងហិរញ្ញវត្ថុជាមូលដ្ឋានការធ្វើផែនការហិរញ្ញវត្ថុនិងការគ្រប់គ្រងលុយកាក់គឺជាជំនាញសំខាន់ដែលធានាឲ្យយើងមានការរស់នៅស្ថិរភាពការយល់ដឹងពីគោលការណ៍មូលដ្ឋានដូចជាការបង្កើតថវិកាប្រចាំខែការសន្សំប្រាក់សម្រាប់ករណីបន្ទាក់និងការបែងចែកចំណូលរវាងការចំណាយចាំបាច់និងការបម្រុងអាចជួយយើងជៀសវាងភាពតានតឹងភាគដែនហិរញ្ញវត្ថុការសិក្សាឲ្យដឹងអំពីវិធីជ្រើសរើសផលិតផលហិរញ្ញវត្ថុផ្សេងៗដូចជាគណនីធនាគារបង់ប្រាក់កម្ចីនិងការវិនិយោគមូលដ្ឋានគឺជាចំណុចសំខាន់ដើម្បីអភិវឌ្ឍចំណេះដឹងភាគដែនហិរញ្ញវត្ថុការបង្កើតគោលដៅហិរញ្ញវត្ថុរយៈពេលវែងនិងផែនការដើម្បីសម្រេចវានឹងជួយបង្កើនភាពមាំមួននៃស្ថានភាពហិរញ្ញវត្ថុ4ការគ្រប់គ្រងស្ថានភាពតានតឹងនិងអារម្មណ៍ការរស់នៅក្នុងសង្គមទំនើបនេះជាច្រើនដងនាំឲ្យមានស្ថានភាពតានតឹងនិងបាតុកថាងផ្លូវចិត្តផ្សេងៗការចេះគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួននិងស្វែងរកវិធីសម្រាកដ៏ត្រឹមត្រូវគឺជាគន្លឹះនៃរក្សាសុខភាពផ្លូវចិត្តបច្ចេកវិធីដូចជាការកាយអ្នកដកដង្ហើមការធ្វើសមាធិការធ្វើលំហាត់ប្រាណនិងការចំណាយពេលជាមួយធម្មជាតិអាចកាត់បន្ថយកម្រិតតានតឹងការសិក្សាឲ្យដឹងអំពីសញ្ញាបញ្ជាក់នៃភាពតានតឹងខ្លាំងនិងស្វែងរកជំនួយពីអ្នកជំនាញឬអ្នកសម្រុកសម្រាំងនៅពេលដែលចាំបាច់គឺបង្ហាញពីភាពចេះដឹងនិងទទួលខុសត្រូវចំពោះសុខភាពផ្លូវចិត្តផ្ទាល់ខ្លួន5ការគិតប្រកបដោយការវិភាគវិជ្ជាញាណក្នុងយុគសម័យដែលព័ត៌មានហូរចូលពីគ្រប់ទិសទីការអភិវឌ្ឍជំនាញគិតប្រកបដោយការវិភាគវិជ្ជាញាណគឺសកម្មភាពដ៏សំខាន់មួយការសួរសំណួរដូចជាតើប្រភពនៃព័ត៌មាននេះគួរឲ្យទុកចិត្តដែរឬទេឬតើនេះគឺជាការយល់ដឹងឬក៏ជាការពិតអាចជួយឲ្យយើងជៀសវាងការជឿព័ត៌មានមិនពិតនិងធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យត្រឹមត្រូវការអនុវត្តការស្វែងរកទស្សនៈមុំផ្សេងៗនៃបញ្ហាមួយនិងស្វែងយល់ពីហេតុផលនៃពីក្រោយយោបល់ដែលប្រឆាំងនឹងគំនិតរបស់យើងអាចបង្រួមការគិតប្រកបដោយការលំអៀងនិងបង្កើនសមត្ថភាពផ្ដល់សំណោរះយ៉ាងប្រសិទ្ធភាព6ការអភិវឌ្ឍជំនាញបច្ចេកវិទ្យា
ยุคสมัยดิจิทัลนี้តម្រូវឲ្យយើងមានចំណេះដឹងមូលដ្ឋានអំពីបច្ចេកវិទ្យាមិនមែនគ្រាន់តែការចេះប្រើប្រាស់កុំព្យូទ័រនិងទូរស័ព្ទ smartphone ប៉ុណ្ណោះទេគឺត្រូវយល់ដឹងពីរបៀបការពារឯកជនភាពអនឡាញស្វែងរកព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងប្រើប្រាស់បាតុភូត digital ក្នុងការអប់រំបន្តនិងអភិវឌ្ឍជំនាញថ្មីៗការចេះសម្របសម្រួលកម្មវិធីនិងឧបករណ៍ប្រកបដោយលក្ខណៈវិនិយោគជាដំណោះស្រាយចម្រុះអាចជួយបង្កើនផលិតភាពក្នុងការងារនិងជីវភាពប្រចាំថ្ងៃសេចក្តីសន្ថនជំនាញជីវិតទាំងនេះគឺជាធនធានយ៉ាងសំខាន់ដែលជួយយើងកសាងជីវិតដ៏មានន័យនិងប្រកបដោយជោគជ័យវាមិនមែនជាអ្វីដែលអាចសិក្សាបានក្នុងមួយរំពេចទេគឺត្រូវការអនុវត្តនិងអភិវឌ្ឍជាបន្តបន្ទាប់ការយកចិត្តទុកដាក់លើការកែលម្អជំនាញទាំងនេះនឹងជួយបង្កើនគុណភាពជីវិតនិងបើកច្រកទ្វារនៃឱកាសថ្មីៗទៀតសំខាន់បំផុតគឺការចាប់ផ្ដើមពីចំណុចដែលយើងនៅនិងមានការអត់ធ្មត់ចំពោះដំណើរអភិវឌ្ឍផ្ទាល់ខ្លួន